ចាងហ្នឹងខ្ញុំមកប្រាប់ឆ្នាំខ្មែរបមុខដែលព្យាបាលជំងឺកាពះរ៉ាំរ៉ៃចាឆ្នាំនេះគឺខ្មោចឲ្យទេបងប្អូនណាចាហើយហ្នឹងគឺមិនមែនឲ្យខ្ញុំដែរឲ្យព្រះសង្ឃទេបងប្អូនព្រះសង្ឃគាត់សឹងដល់ពេលសឹងទៅឃើញខ្មោចហ្នឹងមកប្រាប់ចាប្រាប់រុក្ខជាតិហ្នឹងណាចឹងគាត់ថាគាត់កំពុងតែមានជំងឺកាពះផងចាក្រោយពេលដែលខ្មោចប្រាប់ហើយគាត់ក៏ទៅរករុក្ខជាតិមួយប្រភេទហ្នឹងយកមកព្យាបាលឥឡូវហ្នឹងគាត់ជាឲ្យបងប្អូនព្រះសង្ឃណាចាខ្ញុំអត់សូវចេះនិយាយភាសាលោកទេបងប្អូនសូមអធិស្ឋានណាបងប្អូនចាខ្ញុំបានមកដល់កន្លែងដើមថ្នាំហើយបងប្អូនចាដើមថ្នាំនេះមានតែមួយមុខទេគឺមានឈ្មោះដើមមកៈព្រៃបងប្អូនណាចាអញ្ចឹងដើមមកៈព្រៃនេះបងប្អូនងាយនឹងស្រួលចាំទេចាស្គាល់គ្រប់គ្នាតែម្ដងអញ្ចឹងព្រះសង្ឃក៏បានបញ្ជាក់ប្រាប់ថាវិធីធ្វើហ្នឹងគាត់ឲ្យយកផ្នែកសបកវានេះចាយកសបកវានឹងមកយកស្រស់ណាចាបន្ទាប់មកយើងយកប្រប៉ិនបាត់ដៃហ្នឹង2ចំណិត3ចំណិតទៅហើយយើងដាក់ដាំទឹកហូបធម្មតាទៅចាតែមុននឹងដាំទឹកហូបហ្នឹងយើងដាស់ថ្នាំសិនយើងឲ្យធូបបេតាសៃដាស់ថ្នាំណាចាអញ្ចឹងសូមអញ្ជើញលោកគ្រូពេជ្រស្ដេចថ្នាំដែលជួយព្យាបាលជំងឺកាពះហ្នឹងឲ្យជាសះស្បើយអូរយូរណាស់ហើយតែមកជួបលោកគ្រូចាលោកគ្រូស្ដេចថ្នាំបកែស័ក្តិសិទ្ធិយើងនិយាយអញ្ចឹងទៅបងប្អូនណាចាថ្នាំខ្មែរបើយើងចេះដាស់ថ្នាំកាន់តែល្អណាបងប្អូនទាំងអស់គ្នាចាចឹងវិធីនេះក៏ព្រះសង្ឃគាត់បានអនុវត្តដោយខ្លួនឯងជាដែរបងប្អូនគាត់ថាជាពិតប្រាកដមែន